ในក្នុងប្រវត្តិសាស្ត្រអឺរ៉ុបមានហេតុការណ៍ភ្លើងឆេះទីក្រុងដ៏ធំមួយគឺទាំងស្រុងហេតុការណ៍នោះគឺ Great Up Fire in London ដែលកើតឡើងនៅឆ្នាំ1666នៅទីក្រុងឡុងប្រទេសអង់គ្លេសអគ្គិភ័យនេះបានឆេះអស់រយៈពេលជាច្រើនថ្ងៃនិងបំផ្លាញផ្ទះរាប់ម៉ឺនខ្នងវាក៏បានផ្លាស់ប្ដូររបៀបសាងសង់ទីក្រុងនិងការគ្រប់គ្រងអគ្គិភ័យរហូតមកដល់សព្វថ្ងៃនេះសតវត្សទី17ទីក្រុង London គឺជាទីក្រុងធំបំផុតមួយនៅប្រទេសអឺរ៉ុបប្រជាជនមានប្រមាណ 400,000 នាក់ហើយទីក្រុងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំប៉ុន្តែទីក្រុងមានបញ្ហាច្រើនដែលធ្វើឲ្យវាអាចក្លាយជាកន្លែងងាយនឹងកើតអគ្គិភ័យផ្ទះភាគច្រើនត្រូវបានសាងសង់ដោយឈើហើយអគារជាច្រើនសាងសង់ក្បែរគ្នាផ្លូវក្នុងទីក្រុងក៏តូចចង្អៀតនៅពេលនោះក៏មិនមានប្រព័ន្ធពន្លត់អគ្គិភ័យទំនើបដូចសប្តាហ៍ថ្ងៃនេះទេនៅពេលមានភ្លើងឆេះប្រជាជនត្រូវប្រើវិធីបញ្ជូនធុងទឹកជាជួរឬប្រើម៉ាស៊ីនបូមទឹកដោយដៃនេះជាវិធីដែលយឺតហើយនឹងមិនសូវមានប្រសិទ្ធភាពអគ្គិភ័យបានចាប់ផ្ដើមនៅព្រឹកព្រលឹមថ្ងៃទី2ខែកញ្ញាឆ្នាំ1666នៅក្នុងហាងនំប៉័ងមួយហាងនេះជារបស់អ្នកដុតនំប៉័ងឈ្មោះ Thomas Fariner គេជឿថានៅយប់នោះភ្លើងនៅក្នុងឡដុតនំប៉័ងមិនត្រូវបានពន្លត់ឲ្យបានល្អទេកម្ទេចភ្លើងបានឆេះឡើងវិញហើយបានឆ្លងទៅឈើក្នុងផ្ទះមិនយូរប៉ុន្មានភ្លើងបានឆ្លងទៅកាន់ផ្ទះអ្នកជិតខាងហើយចាប់ផ្ដើមរីករាលដាលពេញទីក្រុងមូលហេតុជាច្រើនដែលធ្វើឲ្យអគ្គិភ័យនេះរាលដាលយ៉ាងលឿនមូលហេតុទី1គឺផ្ទះធ្វើពីឈើអាចឆេះបានយ៉ាងលឿនភ្លើងអាចឆេះពីផ្ទះមួយទៅផ្ទះមួយបានយ៉ាងងាយមូលហេតុទី2គឺខ្យល់ខ្លាំងអាចជួយឲ្យភ្លើងរីករាលដាលលឿនទៅកាន់ផ្ទះអ្នកជិតខាងមូលហេតុទី3គឺផ្ទះសង់ជិតគ្នានៅទីក្រុងឡុងដុនសម័យនោះផ្ទះជាច្រើនសាងសង់ជិតគ្នាខ្លាំងពេកហើយផ្លូវក៏តូចចង្អៀតដូច្នេះភ្លើងអាចឆ្លងពីផ្ទះមួយទៅផ្ទះមួយបានយ៉ាងលឿននៅពេលភ្លើងចាប់ផ្ដើមរីករាលដាលប្រជាជននិងអាជ្ញាធរបានព្យាយាមពន្លត់វាពួកគេបានប្រើវិធីជាច្រើនដូចជាបញ្ជូនធុងទឹកជាជួរដើម្បីជះទៅលើភ្លើងមានម៉ាស៊ីនបូមទឹកដោយដៃសម័យបុរាណផងដែរហើយមួយទៀតកំទេចផ្ទះខ្លះចោលដើម្បីទប់ស្កាត់ការជាចន្លោះឲ្យភ្លើងរីករាលដាលប៉ុន្តែភ្លើងវាមានទំហំធំខ្លាំងពេកហើយវិធីទាំងនេះមិនអាចបញ្ឈប់វាបានទេអគ្គិភ័យបានឆេះអស់រយៈពេល4ថ្ងៃក្នុងរយៈវាបានបំផ្លាញផ្ទះជាង130,000 ខ្នងនិងអគារជាច្រើននៅក្នុងទីក្រុងហើយព្រះវិហារសំខាន់មួយដែលត្រូវបានបំផ្លាញគឺ Old Cathedral ដែលជាព្រះវិហារដ៏ល្បីបំផុតមួយនៅក្នុងទីក្រុងប្រជាជនរាប់ម៉ឺននាក់ត្រូវបាត់បង់ផ្ទះនិងទ្រព្យសម្បត្តិរបស់ពួកគេត្រូវរស់នៅក្នុងជំរំឬនៅក្រៅទីក្រុងមជ្ឈបណ្ដាអាសន្ននៅថ្ងៃទី6ខែកញ្ញាឆ្នាំ1666ភ្លើងបានចាប់ផ្ដើមអន់ថយមនុស្សបានប្រើវិធីបំផ្លាញផ្ទះខ្លះដើម្បីបង្កើតចន្លោះធំៗដែលអាចទប់ស្កាត់ការរីករាលដាលនៃភ្លើងវាជាវិធីដែលមានប្រសិទ្ធភាពបំផុតនៅពេលនោះចុងក្រោយភ្លើងត្រូវបានរលត់គ្រប់គ្រងបានហើយទីក្រុងបានឈប់ឆេះបន្ទាប់ពីអគ្គិភ័យទីក្រុង London ត្រូវបានសាងសង់ឡើងវិញរដ្ឋាភិបាលបានចេញច្បាប់ថ្មីដើម្បីការពារអគ្គិភ័យនាពេលអនាគតផ្ទះថ្មីត្រូវបានសាងសង់ដោយឥដ្ឋនិងថ្មជំនួសឈើផ្លូវក្នុងទីក្រុងក៏ត្រូវបានពង្រីកឲ្យធំជាងមុនការផ្លាស់ប្ដូរទាំងនេះបានធ្វើឲ្យទីក្រុងមានសុវត្ថិភាពជាងមុន Great Fire of London មិនត្រឹមតែជាហេតុការណ៍ដ៏ធំមួយក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែវាក៏បានបង្រៀនមនុស្សអំពីសុវត្ថិភាពនិងការគ្រប់គ្រងអគ្គិភ័យហើយវាបាននាំទៅកាន់ការបង្កើតម៉ាស៊ីនបូមទឹកនិងឡានបាញ់ទឹកដែលយើងឃើញប្រើសប្តាហ៍ថ្ងៃនេះ